បងស្រីខ្ញុំចង់លក់គ្រឿងអលង្ការខ្ញុំទាំងអស់អូនកុំលក់អីនេះជាទ្រព្យរបស់អូនបងមិនចង់មានឈ្មោះរស់ដោយសារទ្រព្យរបស់អ្នកដទៃនោះទេបងកុំគិតបែបនេះពួកយើងជាប្តីប្រពន្ធនឹងគ្នាត្រូវជួយគ្នាក្នុងគ្រាលំបាកបើថ្ងៃមុខបងរកបានបងចាំទិញឲ្យអូនវិញបានតាណែនៅឆ្លើយឆ្លងនឹងហើយគ្រឿងនឹងលក់អត់នៅឆ្លើយឆ្លងផ្អែមល្ហែមនឹងហើយមិនខ្វល់ឯងនៅ single អីអត់គ្រឿងនេះណាបានជាង60,000ព្រមលក់ទេអត់អាចបានលើសនឹងទេខ្ញុំសុំ80,000បានទេ60,000ដាច់មិននឹងលក់ចុះមកវិញបានខ្ញុំព្រមលក់60ក៏60លុយបានមកហើយតើអូននឹងធ្វើអ្វីបន្តទៀតបងមានលឺទេពេលជិះទូកមកអ្នកនៅភូមិនេះគេរកស៊ីនេសាទអូនគិតថាយើងមានទូកហើយគ្រាន់តែទិញសំណាញ់នឹងមងដាក់ត្រីទៅក៏បានហើយក៏មានអ្នកចាំមកទិញទៀតអូនពិតជាឆ្លាតមែនតែប៉ុណ្ណេះយើងមិនដាច់ពោះទេតែឥឡូវនេះយើងមិនមានកន្លែងតាំងទីលំនៅទេយើងសាកទៅសួរមេភូមិថាមានដីណាទំនេរអាចចែកឲ្យយើងសុំធ្វើកន្លែងតាំងទីលំនៅបានសិនបន្ទាប់ពីពួកគេទាំងពីរបានរកកន្លែងអាចតាំងទីលំនៅបានហើយវិចិត្រនិងលក្ខណៈបានរស់នៅជាមួយគ្នាយ៉ាងសប្បាយចិត្តដោយវិចិត្រជាអ្នកនេសាទត្រីឯលក្ខណៈនៅផ្ទះចាត់ចែងការងារផ្ទះនិងជួយយកត្រីដែលរកបានទៅលក់នៅទីផ្សារដែលអាចឲ្យពួកគេបានមួយរស់តែដោយលក្ខណៈជាស្ត្រីដែលបានរៀនមានចំណេះដឹងការគិតគូរលក្ខណៈតែងតែលួចសន្សំលុយដែលបានពីការលក់ត្រីរាល់លើកបងអូនគិតថាចង់ទិញដីក្បែរផ្ទះយើងបន្ថែមទុកគ្រាន់បានដាំបន្លែហូបផ្លែដើម្បីយកទៅលក់យកលុយមកបន្ថែមគំនិតអូនល្អតាតែយើងបានលុយមកពីណាបើរាល់ថ្ងៃយើងរកបានតែម្ហូបហ្នឹងនេះបងលុយអូនបានដកលុយមួយចំនួនពីការសន្សំដែលអូនទៅលក់ត្រីព្រោះអូនគិតថាយើងមិនអាចរកតែមួយហូបដូចរាល់ថ្ងៃនេះបានទេបើអញ្ចឹងសម្រាប់តាមអូនចុះព្រោះបងរៀនមិនបានខ្ពស់អញ្ចឹងសម្រាប់ការងារបែបហ្នឹងបងមិនសូវជាយល់ទេអូនរៀបចំចុះហើយការងារធ្ងន់ទុកឲ្យបងជាអ្នកធ្វើអូនគិតថាពេលវេលាសំគួរពេលណាមួយជីវភាពយើងនឹងរៀងប្រសើរជាងនេះអូនចង់ត្រឡប់ទៅជួបពុកម៉ែសុំការអត់ឱនទោសឲ្យយើងទាំងពីរដោយយើងបានខ្លាចជាប្តីប្រពន្ធនឹងគ្នាទៅហើយរឿងហ្នឹងបងក៏គិតដូចជាអូនចឹងដែរដល់ពេលហ្នឹងបងសន្យាថានឹងជូនអូនទៅជួបលោកអ្នកមានគុណទាំងសងខាងពេលនេះយប់ជ្រៅហើយអូនគេងទៅភាពសប្បាយរបស់អ្នកទាំងពីរមិនទាន់បានយូរប៉ុន្មានផងលក្ខណៈក៏ចាប់ផ្ដើមឈឺមានជំងឺមកបៀតបៀនពេលវេលាកាន់តែដើរទៅមុខជំងឺលក្ខណៈកាន់តែធ្ងន់ធ្ងរទៅអត់ស្រាក់ស្រាន